សូមជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ Channel YouTube និទានកំសាន្តសូមជូនរឿងសន្យាចុងក្រោយនៅក្រោមដើមជ្រៃកាលពី10ឆ្នាំមុននៅក្នុងភូមិដាច់ស្រយាលមួយសំឡេងសើចសប្បាយរបស់ពិសិដ្ឋនិងធារីបានបំលឺឡើងពេញវាលស្រែពួកគេគឺជាគូសង្សារដែលអ្នកភូមិគ្រប់គ្នាដឹងថាស្រឡាញ់គ្នាស្ទើរលេបនៅក្រោមដើមជ្រៃធំមួយនៅជាយភូមិពិសិដ្ឋបានបេះផ្កាព្រៃមកសៀតនៅត្រចៀកធារីទាំងកៅភ្នែកពោពេញដោយក្តីស្រឡាញ់ធារីទោះមានរឿងអ្វីកើតឡើងក៏បងមិនបោះបង់អូនដែរបងសន្យាពិសិដ្ឋនិយាយទាំងញញឹមធារីផ្អែកក្បាលលើស្មារបស់ពិសិដ្ឋអូនជឿបងយើងនឹងនៅជាមួយគ្នារហូតដល់ចាស់កោងខ្នងរៀងខ្លួនថ្ងៃមួយពិសិដ្ឋក៏បានទៅរៀននៅឯទីក្រុងរំពេចនោះពិសិដ្ឋក៏បានទៅលាធារីថាធារីអូនថ្ងៃស្អែកបងត្រូវទៅរៀននៅឯទីក្រុងហើយសូមអូនចាំបងត្រឡប់មកវិញណាយើងនឹងសាងគ្រួសារជាមួយគ្នាធារីឮពិសិដ្ឋនិយាយដូច្នេះនាងឆ្លើយទៅវិញទាំងអួលដើមក៏ថាចាបងសូមបងមើលថែខ្លួនផងអូននឹងរងចាំបងត្រឡប់មកវិញពេលវេលាចេះតែកន្លងផុតទៅ10ឆ្នាំក្រោយមកពិសិដ្ឋបានត្រឡប់មកភូមិកំណើតវិញបន្ទាប់ពីទៅរស់នៅទីក្រុងអស់ជាច្រើនឆ្នាំគេមានសម្រស់សង្ហាជាងមុនតែទឹកមុខហាក់មានវិបដិសារីម្យ៉ាងលាក់ទុកក្នុងចិត្តគេដើរសម្ដៅទៅដើមជ្រៃដដែលនោះទាំងបេះដូងលោតញាប់នៅក្រោមពន្លឺព្រះអាទិត្យរៀបលិចគេបានឃើញស្រមោលមនុស្សស្រីម្នាក់អង្គុយបែរខ្នងសក់វែងអន្លាយនិងអាវពណ៌សដែលគេចំណាំបានយ៉ាងច្បាស់ថាធារីគឺអូនមែនទេពិសិដ្ឋហៅទាំងសំឡេងញ័ររំពេចនោះធារីងាកមកយឺតមុខមាត់នាងនៅតែស្អាតដូចដើមមិនចាស់បន្តិចណាឡើយនាងញញឹមដាក់ពិសិដ្ឋប៉ុន្តែស្នាមញញឹមនោះមើលទៅត្រជាក់ស្រេបដល់ឆ្អឹងខ្នងពិសិដ្ឋបងមកវិញហើយមែនទេអូនចាំបងយូរហើយចាំនៅកន្លែងតែបងសន្យាជាមួយនឹងអូនពិសិដ្ឋស្ទុះទៅអោបនាងដោយក្តីនឹករលឹកខ្លាំងរហូតភ្លេចគិតថាហេតុអ្វីបានជាខ្លួនប្រាណនាងត្រជាក់ដូចទឹកកកបែបនេះហេតុអ្វីបានជាអ្នកភូមិម្នាក់ដែលដើរកាត់ទីនោះសម្លឹងមើលមកពិសិដ្ឋដោយកៅភ្នែកភ័យខ្លាចនិងខ្សឹបខ្សៀវគ្នាថាតើគេកំពុងនិយាយជាមួយអ្នកណាគេនឹងពិសិដ្ឋនៅតែមិនទាន់ដឹងខ្លួនថានារីដែលគេកំពុងអង្គុយក្បែរគឺជាព្រលឹងដែលមិនទាន់ទៅចាប់ជាទេគេចាប់ដៃធារីមកកាន់ប៉ុន្តែចុងម្រាមដៃរបស់នាងគឺសស្លេកហើយគ្មានកម្ដៅឈាមបន្តិចសោះធារីហេតុអ្វីបានជាដៃអូនត្រជាក់ម្ល៉េះអូនមិនស្រួលខ្លួនមែនទេពិសិដ្ឋសួរទាំងបារម្ភធារីសម្លឹងមុខពិសិដ្ឋភ្នែកដែលធ្លាប់តែស្រទន់ក៏ប្រែជាខ្មៅងងឹតរួចនាងឆ្លើយយឺតថាមកពីអូននៅកន្លែងតែគ្មានពន្លឺព្រះអាទិត្យយូរពេកបងសាក់ថើបអូនទៅប្រហែលជាអូនអាចកក់ក្ដៅឡើងវិញការពិតដែលមិនអាចបដិសេធខណៈពេលដែលពិសិដ្ឋអោនទៅរកមុខនាងស្រាប់តែមានរឿងមិនគួរឲ្យជឿកើតឡើងក្លិនស្អុយរលួយក្លិនផ្កាព្រៃដែលធ្លាប់តែក្រអូបស្រាប់តែប្រែជាក្លិនស្អុយដូចសពសត្វ
ដែលងាប់យូរថ្ងៃរូបរាងប្រែប្រួលពន្លឺព្រះច័ន្ទបានជះចំផ្ទៃមុខធារីស្រាប់តែស្បែកមុខដែលរលោងស្អាតចាប់ផ្ដើមប្រេះស្រកាហើយឈាមខ្មៅចាប់ផ្ដើមហូរចេញពីកែវភ្នែកនាងសំឡេងប្រែប្រួលសំឡេងស្រទន់អំបាញ់មិញនេះប្រែជាក្រអាក់ដូចមនុស្សដែលដកដង្ហើមមិនរួចបងសន្យាថានឹងនៅក្បែរអូនរហូតដល់ចាស់កោងខ្នងមែនទេធារីសួរឡើងវិញប៉ុន្តែលើកនេះនាងបញ្ចេញមាត់ដែលមានសតែដង្កូវវាចេញមកពិសិដ្ឋភ័យញ័ររន្ធត់គេព្យាយាមដកដៃចេញប៉ុន្តែដៃធារីដែលត្រជាក់ដូចតកក៏ចាប់កដៃពិសិដ្ឋជាប់គេក្រឡេកទៅដីស្រាប់តែឃើញថាធារីគ្មានស្រមោលទេពិសិដ្ឋស្រែកអស់សំឡេងរួចក៏រលាស់ដៃដាច់គេរត់សំដៅទៅភូមិទាំងប្រលឹងចុងសក់គេមិនហ៊ានងាកក្រោយទេប៉ុន្តែសំឡេងសឹបតាមខ្យល់នៅតែបន្លឺតាមពីក្រោយជាប់បងរត់ទៅណាពិសាទបងចំពាក់ជីវិតអូនបងត្រូវតែមកនៅជាមួយអូនវិញពេលរត់មកដល់ផ្ទះយាយចាស់ម្នាក់នៅមាត់ភូមិគាត់ឃើញពិសិដ្ឋផិតភ័យខ្លាំងពេកក៏ជះទឹកមុនដាក់ពិសិដ្ឋដួលសន្លប់ទាំងដង្ហើមញាប់ស្ទើរដាច់ខ្យល់យាយចាស់នោះបានប្រាប់ពិសិដ្ឋពេលគេដឹងខ្លួនថាកាលពី2 ឆ្នាំមុនធារីស្លាប់បាត់ទៅហើយនាងស្លាប់បិទភ្នែកមិនជិតទេបន្ទាប់ពីដឹងការពិតដ៏ខ្លោចផ្សាពីយាយចាស់ពិសិដ្ឋអង្គុយយំម្នាក់ឯងនៅកណ្ដាលផ្ទះឈើចាស់គេមានអារម្មណ៍ខុសដែលបានបោះបង់នាងចោលរហូតដល់នាងស្លាប់ទាំងឯកោយប់នោះខ្យល់បក់បោកខ្លាំងធ្វើឲ្យទ្វារផ្ទះរបើកក្តាំងពិសាទបងមកវិញហើយមែនទេសំឡេងខ្សឹបដ៏ស្រទន់បន្លឺឡើងនៅមាត់បង្អួចពិសិដ្ឋងាកទៅមើលឃើញធារីឈរនៅមាត់បង្អួចលើកនេះនាងមិនមានរូបរាងគួរឲ្យខ្លាចដូចមុនទេតែផ្ទៃមុខនាងសស្លេកស្លាំងនិងមានទឹកភ្នែកហូរជាឈាមស្រក់មកលើអាវពណ៌សរបស់នាងក្តីស្រឡាញ់ដែលសេះសល់ពិសិដ្ឋមិនរត់ទៀតទេគេដើរទៅជិតបង្អួចទាំងទឹកភ្នែកហូរជោកខ្ពាល់ធារីឲ្យបងសុំទោសបងមិនគួរទុកអូនចោលទេបើបងដឹងថាអូនស្លាប់បងនឹងស្លាប់ទៅតាមអូនហើយធារីលើកដៃដែលត្រជាក់ស្រែបមកប៉ះខ្ពាល់ពិសិដ្ឋយឺតនាងញញឹមទាំងឈឺចាប់កុំយំអីបងដឹងទេអូនអង្គុយចាំបងនៅក្រោមដើមជ្រៃរាល់ថ្ងៃគេដេញអូនឲ្យទៅចាប់ជាតិតែអូនមិនព្រមទៅព្រោះអូនខ្លាចបងមកវិញរកអូនមិនឃើញវត្ថុអនុស្សាវរីយ៍ចុងក្រោយធារីបានហុចកញ្ចប់តូចមួយដែលរុំដោយក្រណាត់ចាស់ប្រឡាក់ដីឲ្យពិសិដ្ឋពេលពិសិដ្ឋបើកមើលគេស្ទើរតែធ្លាក់ថ្លើមវាគឺជាចិញ្ចៀនប្រាក់ដែលពិសិដ្ឋធ្លាប់សន្យាថានឹងទិញឲ្យនាងនិងសម្បត្តិមួយច្បាប់ដែលមានស្នាមឈាមក្រៀមពិសិដ្ឋបើបងបានអានសម្បត្តិនេះមានន័យថាអូនប្រហែលជាលេងនៅក្បែរបងហើយការលាគ្នាដ៏សែនខ្លោចផ្សាពិសិដ្ឋអោបសម្បត្តិនោះយំសោកបោកខ្លួនប៉ុន្តែនៅពេលដែលគេងើយមុខឡើងស្រមោលធារីចាប់ដើមរលាយបាត់បន្តិចម្ដងតាមពន្លឺព្រះច័ន្ទកុំទៅណាអីធារីអូននៅជាមួយបងហើយធារីកុំទៅណាពិសិដ្ឋស្រែកហៅទាំងឈឺចាប់អូនត្រូវទៅហើយពេលនេះបងមកវិញហើយអូនអស់ចិត្តហើយបងត្រូវរស់នៅបន្តឲ្យល្អណាចាំជាតិក្រោយយើងនឹងជួបគ្នាម្ដងទៀតធារីនិយាយទាំងស្នាមញញឹមចុងក្រោយរួចក៏រលាយបាត់ទៅក្នុងភាពងងឹតបន្សល់ទុកតែក្លិនផ្កាព្រៃដែលក្រអូបប្រហើរពេញផ្ទះពិសិដ្ឋសម្រេចចិត្តមិនត្រឡប់ទៅទីក្រុងវិញទេគេសង់ខ្ទមតូចមួយនៅក្បែរដើមជ្រៃនោះដើម្បីមើលថែនិងដាំផ្កាឲ្យនាងរាល់ថ្ងៃរហូតដល់ថ្ងៃ
ថ្ងៃដែលគេបានទៅជួបនាងនៅលោកខាងមុខ20ឆ្នាំកន្លងផុតទៅពិសិដ្ឋឥឡូវនេះក្លាយជាបុរសវ័យកណ្ដាលដែលមានសក់ល្បាយផ្កាស្លាគេនៅតែរស់នៅក្នុងភូមិដដែលហើយជារៀងរាល់ថ្ងៃគេតែងតែយកផ្កាព្រៃទៅដាក់នៅក្រោមដើមជ្រៃធំនោះដើម្បីរំលឹកដល់ធារីអ្នកភូមិខ្លះថាគេឈួតខ្លះថាគេជឿជាក់លើស្នេហាពេកតែពិសិដ្ឋមិនខ្វល់ឡើយព្រោះគេនៅតែចាំពាក្យសន្យាថាចាំជាតិក្រោយយើងនឹងជួបគ្នាម្ដងទៀតការជួបគ្នាដែលមិនអាចព្រៀងទុកថ្ងៃមួយមានក្រុមនិស្សិតចុះមកសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រក្នុងភូមិក្នុងចំណោមនោះមានយុវតីម្នាក់ឈ្មោះនីតាពេលនីតាដើរកាត់ដើមជ្រៃនាងស្រាប់តែឈប់ងក់រួចសម្លឹងទៅដើមឈើនោះទាំងទឹកភ្នែកហូរមកដោយមិនដឹងខ្លួនប្លែកណាស់ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាដូចធ្លាប់ស្គាល់កន្លែងនេះពីមុនមកនីតានិយាយខ្សឹបខណៈនោះពិសិដ្ឋកំពុងដើរមកកាច់ផ្កាដែរពេលដែលឃើញនីតាពិសិដ្ឋស្លុតស្មារតីរហូតជ្រុះបាច់ផ្កាពីដៃក្មេងស្រីម្នាក់នេះមានទម្រង់មុខមាត់និងកែវភ្នែកដូចធារីបេះបិទគ្រាន់តែនាងស្ថិតក្នុងវ័យក្មេងជាងនិងមានភាពស្រស់ស្រាយជាងសញ្ញាសម្គាល់ពីអតីតជាតិនីតាបានរើសផ្កាដែលពិសិដ្ឋជ្រុះមកហុចឲ្យរួចសួរដោយសម្ដីទន់ភ្លន់ថាលោកពូការនេះពិតជាក្រអូបណាស់ខ្ញុំមិនដឹងថាហេតុអ្វីទេតែខ្ញុំស្រឡាញ់ផ្កានេះបំផុតតាំងពីដឹងក្តីមកម្លេះពិសិដ្ឋសម្លឹងមើលទៅកដៃរបស់នីតាស្រាប់តែឃើញប្រជ្រុយក្រហមតូចមួយនៅត្រង់កន្លែងដែលធារីធ្លាប់មានរំពេចនោះទឹកភ្នែកពិសិដ្ឋហូរចុះមកភ្លាមគេដឹងច្បាស់ថានេះគឺជាការត្រឡប់មកវិញរបស់មនុស្សដែលគេស្រឡាញ់ក្មួយស្រីតើក្មួយធ្លាប់សុបិនឃើញបុរសម្នាក់ចាំក្មួយនៅក្រោមដើមឈើនេះដែរទេពិសិដ្ឋសួរទាំងសំឡេងញ័រនីតាភ្ញាក់ព្រឺតរួចឆ្លើយទាំងងឿងឆ្ងល់ថាចុះហេតុអ្វីបានជាលោកពូដឹងខ្ញុំតែងតែសុបិនឃើញបុរសម្នាក់សន្យានឹងខ្ញុំថាគេនឹងចាំខ្ញុំនៅទីនេះទោះត្រូវចាំដល់ចាស់ក៏ដោយបញ្ជាក់ដោយស្នាមញញឹមទោះបីជាវ័យរបស់ពួកគេខុសគ្នាឆ្ងាយក្នុងជាតិថ្មីនេះប៉ុន្តែពិសិដ្ឋមិនបានសុំឲ្យនីតាស្រឡាញ់គេដោយកាលពីជាតិមុនឡើយគេគ្រាន់តែសប្បាយចិត្តដែលបានឃើញនាងមានជីវិតថ្មីស្រស់បំព្រងពិសិដ្ឋបានក្លាយជាគ្រូបង្រៀននិងជាអ្នកអាណាព្យាបាលដ៏ល្អម្នាក់ដែលជួយជ្រោមជ្រែងនីតាក្នុងការរៀនសូត្រពួកគេបានបង្កើតចំណងមិត្តភាពដ៏ជ្រាលជ្រៅមួយដែលមើលទៅហាក់ដូចជាលើសពីពាក្យថាមិត្តឬសាច់ញាតិពាក្យពេចន៍ចុងក្រោយសេចក្តីស្លាប់ក៏អាចបំបែកមនុស្សបានត្រឹមតែរូបកាយប៉ុន្តែនិស្ស័យនឹងនាំពួកគេឲ្យត្រឡប់មកជួបគ្នាវិញទោះបីជាស្ថិតក្នុងរូបភាពណាក៏ដោយនៅក្រោមដើមជ្រៃដដែលនោះពិសិដ្ឋលេងឯកោទៀតហើយលោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿមានចំណងជើងរឿងសន្យាចុងក្រោយនៅក្រោមដើមជ្រៃសូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿគឺសរសេរឡើងតាមផ្នត់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេ Channel YouTube និទានកំសាន្តដែលផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោចនិងរឿងអប់រំសូមជូនពរលោកអ្នកឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសុវត្ថិភាពសូមអរគុណនិងសូមជម្រាបលា